ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំមករៀបរាប់អត្ថប្រយោជន៍ពោតបារាំងពោតបារាំងគឺជាបន្លែមួយប្រភេទដែលមានឱជារសឆ្ងាញ់និងសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែលផ្ដល់អត្ថប្រយោជន៍យ៉ាងអស្ចារ្យចំពោះសុខភាព 1. ជួយដល់ប្រព័ន្ធរំលាយអាហារជាតិរំអិលនិងសរសៃ Fiber ពោះនៅក្នុងពោតបារាំងមានតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការកិនអាហារការពារនិងព្យាបាលបញ្ហាទល់លាមកហើយវាក៏ជួយការពារស្រទាប់ពះក្រពីការរលាកផងដែរ 2. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមការសិក្សាជាច្រើនបានបង្ហាញថាពោតបារាំងមានសមត្ថភាពជួយកាត់បន្ថយការស្រូបយកជាតិស្ករនៅក្នុងពោះវៀនដែលធ្វើឲ្យវាជាបន្លែដ៏ល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែមក្នុងការរក្សាកម្រិតជាតិស្ករឲ្យមានលំនឹង 3. ល្អសម្រាប់ស្ត្រីមានផ្ទៃពោះពោតបារាំងសម្បូរទៅដោយវីតាមីន B9 ដែលជាសារធាតុចិញ្ចឹមចាំបាច់បំផុតសម្រាប់ស្ត្រីមានផ្ទៃពោះវាជួយកាត់បន្ថយហានិភ័យនៃពិការភាពខួរក្បាលនិងឆ្អឹងខ្នងរបស់ទារកក្នុងផ្ទៃ 4. ពង្រឹងប្រព័ន្ធភាពស៊ាំនិងប្រឆាំងអុកស៊ីតកម្មវាមានផ្ទុកវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដូចជាការពារកោសិកាមិនឲ្យខូចខាតកាត់បន្ថយការរលាកក្នុងរាងកាយពង្រឹងប្រព័ន្ធការពាររាងកាយឲ្យរឹងមាំប្រឆាំងនឹងជំងឺផ្សេងៗ 5. ជួយដល់សុខភាពបេះដូងជាតិរំអិលនៅក្នុងពោតបារាំងអាចទៅភ្ជាប់ជាមួយខូលេស្តេរ៉ុលអាក្រក់នៅក្នុងពោះវៀនហើយបណ្ដេញវាមកក្រៅតាមរយៈលាមកដំណើរការនេះជួយកាត់បន្ថយកម្រិតខូលេស្តេរ៉ុលក្នុងឈាមនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងការណែនាំបន្ថែមដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់អ្នកអាចយកពោតបារាំងទៅធ្វើជាម្ហូបសម្លឆាឬច្រោះជ្រលក់ទឹកគ្រឿងឬម្យ៉ាងទៀតគឺការហាន់ពោតបារាំងជាកង់ត្រាំក្នុងទឹកមួយកែវទុកចោលមួយយប់រួចពិសាទឹកនោះនៅពេលព្រឹកព្រលឹម